បងប្អូនដំបងឡើយខ្ញុំគិតថាផ្លែប្រាំងទាំងអស់នេះប្រហែលជាមិនទុំទេមើលទៅតែនៅទីបំផុតវាក៏ដល់ថ្ងៃដែលទុំបន្ទាប់ពីខ្ញុំចំណាយពេលរងចាំមើលវាអស់រយៈពេលដល់ទៅ6ខែខ្ញុំមិននឹកស្មានថាផ្លែប្រាំងតូចៗមួយសោះអាចអូសបន្លាយពេលដល់ទៅ6ខែជាងគឺស្មើនឹងកន្លះឆ្នាំពិតជាមិនធម្មតាទេហើយនៅពេលដែលវាទុំមើលទៅគឺពិតជាស្រស់ស្អាតមែនទែនទំនងគួរឲ្យចង់ញ៉ាំមានរសជាតិផ្អែមឆ្ងាញ់អញ្ចឹងនិយាយពីរឿងប្រាំងទាំងអស់នេះវិញឲ្យតែពេលដែលខ្ញុំទៅចំការម្ដងខ្ញុំតែងតែចូលមើលរហូតតាំងតែពីពេលទៅតែចេញក្តាប់ដំបងតូចអាចនិយាយបានថាមកពីខ្ញុំមាននិស័យជាមួយធម្មជាតិក៏ថាបានទៅបានជាយើងចេះតែចង់ឃើញចង់ស្គាល់ចង់ប៉ះស្រឡាញ់ចូលចិត្តមិនខ្វះទេអ្នកដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវហ្នឹងប៉ុន្តែមិនដែលឃើញមានអ្នកណាគេចូលទៅមើលចូលទៅចាប់អារម្មណ៍ដូចជាខ្ញុំទេពេលខ្លះគេមិនដឹងថាមានដើមប្រាំងដែលដុះនៅក្បែរផ្លូវមានផ្កាស្អាតល្អបែបនេះផងចឹងហើយខ្ញុំតែងតែចែករំលែកឲ្យបងប្អូនបានឃើញបានស្គាល់មានអ្នកខ្លះក៏គាត់ធ្លាប់ស្គាល់ធ្លាប់ឃើញអ្នកខ្លះក៏បានត្រឹមតែឃើញនៅក្នុងផើងនៅក្នុងថូដែលគេដាំលក់ហើយអ្នកខ្លះទៀតគឺមិនដែលឃើញមិនដែលស្គាល់ទាល់តែសោះដោយសារតែរុក្ខជាតិមួយប្រភេទនេះមិនមែនចេះតែដុះនៅក្បែរផ្ទះនៅក្បែរផ្សារពាសវាលពាសកាលឲ្យយើងឃើញនោះទេពេលខ្លះយើងធ្វើដំណើររាប់រយគីឡូមិនទាន់ជួបមួយដើមក៏ថាបានដែរភាគច្រើនគឺវាដុះនៅតាមតំបន់ភ្នំដែលមានថ្មដែលមានល្បាក់មានជ្រោះហើយក៏មិនប្រកាសថាឲ្យតែមានភ្នំមានវត្តមានដើមប្រាំងគ្រប់ទីកន្លែងដែរបែរជាមានបងប្អូនមួយចំនួនយល់ច្រឡំថាខ្ញុំជាអ្នកជីកលក់ដើរជីកដើរគាស់ធ្វើឲ្យប៉ះពាល់ទៅដល់ធម្មជាតិបើសិនជាបងប្អូនបានមើលវីដេអូខ្ញុំចាស់ឬក៏មិនទាន់បានចូលទៅមើលទេអាចចូលទៅមើលបានដើមប្រាំងទាំងអស់នេះមិនបាត់បង់សូម្បីតែមួយដើមសូម្បីតែមួយគុម្ពគឺនៅទាំងអស់ផ្ទុយទៅវិញបើសិនជាបងប្អូនណាគិតស្រឡាញ់ចង់កឹះយកទៅដាំខ្ញុំគិតថាវាល្អប្រសើរបានតាំងលម្អបានបងប្អូនកូនចៅក៏ស្គាល់ហើយណាក៏បានស្គាល់ថាដើមប្រាំងគឺវាអញ្ចឹងផ្លែវាគឺបែបនេះស្លឹកវាគឺអញ្ចេះហើយបើវានៅតែក្នុងព្រៃសួរថាពីណាគេឃើញពីណាគេស្គាល់បើនៅតែកណ្ដាលព្រៃកណ្ដាលភ្នំហ្នឹងខ្ញុំស្រឡាញ់ធម្មជាតិនៅទីនេះមែនតើឥឡូវយើងមកមើលដើមមួយទៀតហ្នឹងអាទុំហ្នឹងបងអូបងប្អូនអើយទុំហើយនេះបងប្អូនអើយទីបំផុតទុំហើយនេះបន្ទាប់ពីយើងរងចាំអស់រយៈពេល6ខែបងប្អូនស្អាតមែនទែនពណ៌វាបងប្អូនអើយនេះមើលនេះអូតំណងគោហូបបងប្អូនមានតកៅទៀតមើលនេះតកៅវាមកស៊ីផ្លែហ្នឹងឬក៏មកស៊ីអីមកស៊ីស្លឹកតាមើលនេះអូទៅតកៅបងប្អូនអើយមើលនេះខ្ញុំមកចាប់អារម្មណ៍មើលនេះស្អាតគោតកៅហ្នឹងបងប្អូនទីបំផុតផ្លែប្រាំងដែលខ្ញុំរងចាំរយៈពេល6ខែវាបានទុំហើយអញ្ចឹងផ្លែនេះគឺរយៈពេលវាគ្រាន់បើឃើញតូចចឹងមែនប៉ុន្តែអាយុកាលតម្រុំតែទុំត្រូវចំណាយពេលរងចាំរហូតដល់6ខែហើយនៅពេលដែលវាទុំពណ៌វាគឺស្អាតមែនទែនមើលទៅគឺទំនងគួរឲ្យយើងថាអាចហូបបានណាស្អាតមែនទែនមើលបងប្អូននេះឃើញទេនេះលឿងស្អាតណាពណ៌វាសឹងថាស្តៀងនឹងផ្លែលម៉ើដែរអានេះយូរបងប្អូនរាប់ខែទៅទុំនេះអូយឡើងនេះធំដល់នេះមើលតែបងប្អូនគាត់ថាដូចក្តាមហ្មងហ្នឹងបងប្អូនគាត់ថាដូចក្តាមមើលបងប្អូនដូចក្តាមមែនអត់នេះបកវាមើលមួយមើលដូចស្តៀងក្តាមមែនតើនេះបកវានេះដូចជើងក្តាមអានេះស្អាតមែនទែនម្ដងនេះស្អាតស្រឡាញ់ណាហើយបើអានេះវិញគឺត្រួយខ្ចីបងប្អូននេះអានេះបើតាមតែខ្ញុំឃើញបងប្អូនក៏ខមមិននៅលើវីដេអូគេថាគេយកត្រួយទៅស្លកកោតែខ្ញុំមិនដឹងថាវាអាចស្លបានឬក៏អត់ទេបងប្អូនតែគាត់ថាឃើញបងប្អូនយើងមួយចំនួនគាត់ថាត្រួយខ្ចីហ្នឹងគេយកទៅស្លកកោនេះបងប្អូននេះមើលនេះគេថាយកស្លកកោបានណាតែយើងមិនហ៊ានយើងខ្លាចពុលដែរសូម្បីអាផ្លែវាក៏យើងខ្លាចពុលដែរអត់ហ៊ានហូបឥឡូវយើងមកមើលអាពីរផ្លែនេះវិញគឺថាមានតកៅគេយកតងលេងច្រើនណាមើលនេះផ្លែស្អាតហើយកូនតកៅគេមកលេងយកតងនេះអានេះគឺអាពីរនេះស្អាតមែនតើបងប្អូនទូចទេប៉ុន្តែខ្ជូតហើយមួយរយៈនេះគឺសកូនតកៅបងប្អូនមើលវាមកស៊ីផ្លែឬក៏វាមកស៊ីស្លឹកអានេះភ្លោះបងប្អូនមកគូនេះទៅជាកោះបានខ្ញុំកោះមែនតែប៉ុន្តែដឹងកោះមិនសក់ថ្មវាស្អាតណាចឹងហើយចេះថតជូនបងប្អូនទស្សនាឲ្យស្គាល់គ្រប់គ្នាមើលទៅបើខ្ញុំចង់ជីកដាំមានតែជីកអាប៉ុណ្្នឹងឯងជីកបានតាមមើលគាត់ថាអាប៉ុណ្្នឹងក្តិលវាប៉ុណ្ណានៃហើយទៅរកមកធំទៀតចឹងមកខ្ញុំខ្ជិលជីកហ្នឹងជីកមិនបានទេបានតែមើលហ្នឹងឯង